គូដំណើរស្វែងរកគ្រាប់ពេជ្រនៃបញ្ញានៅសម័យបុរាណក្នុងភូមិតូចមួយឈ្មោះសុភមង្គលមានក្មេងប្រុសម្នាក់ឈ្មោះសុជាដែលជាក្មេងខ្វៀលគោសុជាមានចិត្តសុភាពប៉ុន្តែតែងតែស្រមើស្រមៃចង់ក្លាយជាអ្នកប្រាជ្ញថ្ងៃមួយគេបានជួបអ្នកបួសចាស់ម្នាក់នៅជាប់ទន្លេដែលប្រាប់គេថានៅលើកំពូលភ្នំសុវណ្ណមានគ្រាប់ពេជ្រនៃបញ្ញាដែលអាចផ្ដល់ភាពឆ្លាតវៃដល់អ្នកដែលសមនឹងទទួលវាប៉ុន្តែដំណើរទៅទីនោះពោរពេញទៅដោយគ្រោះថ្នាក់និងការសាកល្បងសុជាសម្រេចចិត្តចាប់ផ្ដើមដំណើរដើម្បីស្វែងរកគ្រាប់ពេជ្រនេះនៅថ្ងៃទី1សុជាបានឆ្លងកាត់ព្រៃដ៏សែនក្រាស់គេសំឡេងស្រែកអង្វរហើយឃើញយកគេតូចមួយឈ្មោះវិចិត្រជាប់នៅក្នុងអន្ទាក់សុជាបានជួយរំដោះវាទោះបីគេខ្លាចថាអន្ទាក់នេះជារបស់អ្នកប្រមាញ់ក៏ដោយវិចិត្រអរគុណហើយសន្យាថានឹងជួយសុជានៅថ្ងៃអនាគតវាប្រាប់ថាចិត្តល្អជាគន្លឹះដំបូងនៃបញ្ញានៅថ្ងៃទី2សុជាបានទៅដល់បឹងធំមួយដែលមានទឹកថ្លាឆ្លុះផ្ទៃមេឃនៅទីនោះមានស្ត្រីចំណាស់ម្នាក់ដែលជាទេវតាបឹងខ្លែងខ្លួននាងសួរសុជាថាឯងចង់ឆ្លងបឹងនេះតើឯងនឹងជ្រើសរើសទូកធំដែលធ្ងន់ឬទូកតូចដែលស្រាលសុជាគិតហើយជ្រើសទូកតូចព្រោះវាងាយស្រួលបញ្ជាទេវតាញឹមហើយឲ្យគេឆ្លងទៅដោយនិយាយថាការជ្រើសរើសដោយគិតគឺជាគន្លឹះទី2នៅថ្ងៃទី3សុជាឡើងដល់ជើងភ្នំគេជួបឥន្ទ្រីធំមួយឈ្មោះវីរៈដែលឃុំជើងភ្នំវីរៈសួរសុជាថាហេតុអ្វីឯងចង់ឡើងភ្នំសុជាឆ្លើយដោយស្មោះថាខ្ញុំចង់ស្វែងរកបញ្ញាដើម្បីជួយអ្នកភូមិឲ្យរស់នៅបានល្អប្រសើរវីរៈពេញចិត្តនឹងចម្លើយហើយឲ្យគេឆ្លងកាត់ដោយបន្ថែមថាចិត្តនាស្មោះជាគន្លឹះទី3នៅថ្ងៃទី4សុជាបានទៅដល់គុហាមួយដែលមានផ្ទាំងថ្មចារឹកល្បែងគុំរូបល្បែងនេះតម្រូវឲ្យគេរៀបចំថ្មឲ្យคล้ายជារូបភ្នំសុវណ្ណសុជាបានអង្គុយគិតអស់ជាច្រើនម៉ោងហើយទីបំផុតអាចគុំបានគុហាបានបើកផ្លូវហើយសំឡេងអាចកំបាំងនិយាយថាភាពអត់ធ្មត់ជាគន្លឹះទី4ភាគទី6បិសាចនៃភាពភ័យខ្លាចនៅថ្ងៃទី5សុជាបានជួបបិសាចមួយនៅកណ្ដាលផ្លូវដែលមានរូបរាងគួរឲ្យខ្លាចបិសាចនិយាយថាបើឯងចង់ឆ្លងឯងត្រូវបោះបង់អ្វីមួយដែលឯងស្រឡាញ់សុជាគិតដល់ខ្សែក្រវ៉ាត់ដែលម្ដាយគេធ្វើឲ្យគេសម្រេចចិត្តផ្ដល់វាទៅបិសាចដោយនិយាយថាខ្ញុំស្រឡាញ់វាប៉ុន្តែបញ្ញាមានតម្លៃជាងបិសាចបាត់ខ្លួនហើយផ្លូវបើកឡើងសំឡេងអាចកំបាំងនិយាយថាការលះបង់ជាគន្លឹះទី5នៅថ្ងៃទី6សុជាអស់កម្លាំងហើយជើងភ្នំកាន់តែចោតស្រាប់តែវិចិត្រគេដែលគេធ្លាប់ជួយបានមកជាមួយហ្វូងគេដើម្បីនាំផ្លូវឲ្យគេពួកវាបានជួយសុជារកផ្លូវកាត់និងនាំអាហារមកឲ្យវិចិត្រនិយាយថាឯងធ្លាប់ជួយខ្ញុំឥឡូវខ្ញុំសង្គុណនៅថ្ងៃទី7សុជាបានទៅដល់កំពូលភ្នំប៉ុន្តែជួបនឹងទេវតាមួយអង្គដែលសួរគេថាតើអ្វីជាអត្ថន័យនៃជីវិតសុជាគិតមួយសន្ទុះហើយឆ្លើយថាជីវិតគឺជាការរៀនសូត្រជួយគ្នានិងធ្វើឲ្យពិភពលោកកាន់តែល្អទេវតាពេញចិត្តហើយបង្ហាញផ្លូវទៅកាន់គ្រាប់ពេជ្រគាត់និយាយថាការយល់ដឹងជាគន្លឹះទី7នៅថ្ងៃទី8សុជាបានឃើញគ្រាប់ពេជ្រនៅលើអាសនៈថ្មប៉ុន្តែមុននឹងគេអាចយកវាសម្លេងអាចកំបាំងសួរថាតើឯងនឹងប្រើបញ្ញានេះដើម្បីអ្វីសុជាឆ្លើយថាខ្ញុំនឹងប្រើវាដើម្បីជួយអ្នកភូមិនិងធ្វើឲ្យភូមិសុភមង្គលក្លាយជាកន្លែងប្រកបដោយសន្តិភាពគ្រាប់ពេជ្របានភ្លឺចាំងហើយចូលទៅក្នុងចិត្តសុជាគេដឹងថាគោលបំណងល្អជាគន្លឹះទី8សុជាបានត្រឡប់ទៅភូមិដោយនាំយកបញ្ញាដែលគេទទួលបានគេបានបង្ងសុជាបានត្រឡប់ទៅភូមិដោយនាំយកបញ្ញាដែលគេទទួលបានគេបានបង្រៀនអ្នកភូមិឲ្យសហការគ្នាដាំដំណាំនិងដោះស្រាយជម្លោះដោយសន្តិវិធីភូមិសុភមង្គលកាន់តែរីកចម្រើនហើយសុជាត្រូវបានគេគោរពជាអ្នកប្រាជ្ញតូចគេបានរៀនថាការចែករំលែកបញ្ញាជាគន្លឹះទី9និងការខិតខំជាគន្លឹះទី10